ដំណាំពោតបារាំងឬហៅថាអូការ៉ាគឺជាដំណាំបន្លែមួយដែលប្រទេសកម្ពុជាបានធ្វើការដាំដុះជាដំបូងតាមរយៈក្រុមហ៊ុន GC Group របស់ប្រជាជនជប៉ុនបានចូលមកវិនិយោគដោយចាប់ដៃជាមួយប្រជាកសិករនិងបំផុសការដាំដំណាំនេះនៅតំបន់អូឈើក្រមខេត្តបៃលិននិងស្រុករតនមណ្ឌលខេត្តបាត់ដំបងបានចំនួន30ហិកតាក្នុងជំហានទី1ហើយជំហានទី2នេះកំពុងដំណើរការប្រមូលផលជាបន្តបន្ទាប់ទៀតលោកកូហូណាមប្រធានក្រុមហ៊ុន GC Group បានចាប់អារម្មណ៍លើទីតាំងការដាំដុះដំណាំពោតបារាំងនេះក្នុងខេត្តបៃលិននិងខេត្តបាត់ដំបងថាជាខេត្តមានសក្តានុពលលើផ្នែកកសិកម្មយ៉ាងធំធេងហើយអាចធ្វើឲ្យប្រជាកសិកររកចំណូលបង្កើនជីវភាពបានយ៉ាងឆាប់រហ័សដាំពោតបារាំងនេះវាជាការងាយស្រួលក្នុងការដាំហើយវាឆាប់ផ្ដល់នៅថវិកាដល់យើងវាចំនួនវា45ថ្ងៃអញ្ចឹងឃើញថាបន្លែនឹងវាអាចបានលឿនហើយវាស្រួលក្នុងការដាំមិនសូវមានជំងឺក្នុងការដាំដុះអូការ៉ានេះគឺខ្ញុំបានទទួលការណែនាំពីក្រុមហ៊ុន JC ខាងក្រុមហ៊ុននោះគេជួយក្របឲ្យយើងហើយគេឲ្យខ្ចីប្រាក់ដើម្បីរួមផ្សំជាមួយនឹងខ្ញុំដែលខ្ញុំនេះគឺជាម្ចាស់ដីគឺដីរបស់ខ្លួនឯងអញ្ចឹងហើយប្រព័ន្ធទឹកកសិកម្មនោះគឺខ្លួនឯងតែខាងក្រុមហ៊ុនគេជួយក្របហើយនឹងក្របពូជនឹងលុយកម្ចីខ្លះហើយនឹងផ្ដល់នៅដូចជាថ្នាំបាញ់សត្វល្អិតពីក្រុមហ៊ុនគឺគេឲ្យយើងប្រើហើយតែគេឲ្យយើងបង់ពន្លោះខាងទីផ្សារមិនមានបញ្ហាទេព្រោះខាងក្រុមហ៊ុន GC ហ្នឹងគេទទួលទិញពីយើងគឺតម្លៃសមរម្យដែលយើងអាចទទួលយកបានណាក្នុង1គីឡូហ្នឹងគេឲ្យយើង10បាតលោកកូហាណាមបានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករដែលមានចំណាប់អារម្មណ៍ដាំបន្លែនេះគឺពិតជាបានទទួលនៅផលប្រយោជន៍ជាច្រើនទាំងបច្ចេកទេសនិងឥណទានកសិកម្មហើយក្រុមហ៊ុនជួយជ្រោមជ្រែងជាច្រើនទៀតដល់កសិករនិងទទួលទិញផលិតផលតាមស្តង់ដារមួយដើម្បីនាំទៅកាន់ប្រទេសជប៉ុនដែលបច្ចុប្បន្នផលិតផលនេះមិនទាន់ឆ្លើយតបតាមតម្រូវការនាំចេញនៅឡើយពីដំណាក់កាលដំបូងគឺដំណាក់កាលធ្វើដីយើងអាចរៀបចំដីរយៈពេល2សប្តាហ៍មុននឹងធ្វើការដាំដោយមានការហាលដីដោយមានការភ្ជួរដីឲ្យបានជ្រៅល្មមអាចដូចជា30សង់ទីម៉ែត្រទៅក្រោមហើយយើងប្រើជីទំនាប់ដើម្បីធ្វើដីឲ្យបានល្អហើយបន្ទាប់មកយើងមានរបៀបក្នុងការរៀបរងច្រើនប្រភេទដែលយើងទៅតាមការពេញនិយមរបស់កសិករហើយនិងប្រទេសផ្សេងៗដែលតកតងជាមួយនឹងការរៀបប្រព័ន្ធទឹកប្រព័ន្ធដីនេះគឺវាពាក់ព័ន្ធគ្នាហើយនឹងຂະຫນាតនៃការដាំគឺកម្រិតនៃក្របពូជតែម្ដងនៅក្នុងប្រទេសប្រថៃគឺការដាំរបស់គេគឺគេនិយម60 គុណនឹង60សម្រាប់កាំហើយទ្រូងរបស់គេពី80ទៅ90សង់ទីម៉ែត្រទ្រូងគឺពាក់ព័ន្ធជាមួយនឹងផ្លូវច្រកដើរដើម្បីធ្វើការបេះគោលបំណងដើម្បីឲ្យមានខ្យល់អាកាសនិងពន្លឺចូលគ្រប់គ្រាន់ទៅកាន់ដំណាំព្រោះដំណាំនេះជាដំណាំដែលត្រូវការកម្ដៅខ្យល់និងទឹកបានគ្រប់គ្រាន់ពាក់ព័ន្ធជាមួយនឹងរយៈពេលនៃការដាំដុះគឺយើងចំណាយពេលរយៈពេល40ទៅ45ថ្ងៃនោះយើងនឹងបានប្រមូលផលហើយដំណាក់កាលនៃការរយៈពេលនៃការប្រមូលផលគឺមានរយៈពេល85ថ្ងៃសម្រាប់ប្រទេសជឿនលឿនដែលមានការដាំដុះនោះនេះដូចជាប្រទេសជប៉ុនគេអាចប្រមូលផលរហូតដល់5ខែតែយ៉ាងណាក៏ដោយយើងគិតថាជាមធ្យមយើងប្រមូលផលបានត្រឹមតែ85ថ្ងៃដែលក្នុងមួយថ្ងៃ200ទៅ250គីឡូក្រាមក្នុង1ហិកតាក្នុងមួយថ្ងៃលោកកូហាណាមបានឲ្យដឹងថាផលិតផលរបស់កសិករមានទីផ្សារពិតប្រាកដមានតម្លៃមិនប្រែប្រួលស្របតាមកិច្ចសន្យាទិញលក់រវាងក្រុមហ៊ុន JC Food និងកសិករហើយប្រជាកសិករអាចទទួលប្រាក់កម្ចីកសិកម្ម
ដែលមានអត្រាការប្រាក់ទាបបំផុតស្ថិតក្នុងផែនការចំពោះមុខក្រុមហ៊ុននេះគ្រោងរៀបចំរោងចក្រវេចខ្ចប់ផលិតផលនាំចេញមួយនៅក្នុងខេត្តបៃលិនបង្កលក្ខណៈងាយស្រួលជូនប្រជាកសិករនិងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជាថែមទៀត Our JC Group has our main branch office in Battambang ហើយយើងមាន office នៅក្នុងធំមួយនៅក្នុងខេត្តបាត់ដំបងសប្តាហ៍ថ្ងៃគឺយើងដឹកបន្លែយកទៅប្រទេសថៃក៏ប៉ុន្តែពេលក្រោយយើងនឹងបង្កើតរោងចក្រវេចខ្ចប់បន្លែមួយនៅគៀកនឹងព្រំដែននៃប្រទេសថៃគឺអាចនឹងខេត្តបៃលិនអញ្ចឹងយើងអាចបង្កើនការនាំចេញកាន់តែច្រើនអញ្ចឹងសប្តាហ៍ថ្ងៃយើងផ្ដោតអារម្មណ៍ទៅលើខេត្តបាត់ដំបងជាគោលដោយសារតែខេត្តនេះជាខេត្តមានសក្តានុពលផ្នែកកសិកម្មក្នុងការដាំដុះលោករៀលគុន្ធាប្រធានគ្រប់គ្រងគម្រោងបានឲ្យដឹងថាតាមការពិសោធន៍របស់អ្នកជំនាញជនជាតិជប៉ុនក៏សម្គាល់ឃើញថាបន្លែពោតបារាំងនេះមានគុណប្រយោជន៍លើផ្នែកសុខភាពជួយបង្កើនថាមពលជួយសម្រួលពោះវៀននិងជួយរក្សាជាតិស្ករក្នុងខ្លួនថែមទៀតផង